យន្តហោះនេះអាចវាយប្រហារប្រទេសទាំងមូលហើយគ្មាននរណាម្នាក់ដឹងថាវាស្ថិតនៅទីនោះឡើយវាស្ដាប់ទៅដូចជារឿងនៅក្នុងកុនប៉ុន្តែវាជាការពិតយើងកំពុងនិយាយអំពី Northrop Grumman B2 Spirit ដែលជាយន្តហោះយោធាដ៏សម្ងាត់បំផុតមួយដែលមិនធ្លាប់ត្រូវបានបង្កើតឡើងដោយកងទ័ពសហរដ្ឋអាមេរិករូបរាងដ៏ចម្លែករបស់វាមិនមែនជារឿងចៃដន្យនោះទេការរចនាទាំងមូលត្រូវបានបង្កើតឡើងដើម្បីបោកបញ្ឆោតប្រព័ន្ធរ៉ាដារបស់សត្រូវរចនាសម្ព័ន្ធនិងវត្ថុធាតុពិសេសជួយស្រូបយកនិងបង្វែររលកសញ្ញារ៉ាដាដែលធ្វើឲ្យយន្តហោះនេះពិបាកក្នុងការចាប់សញ្ញាយ៉ាងខ្លាំងនេះហើយជាមូលហេតុដែលមនុស្សជាច្រើនហៅ B2 Spirit ថាជាយន្តហោះទម្លាក់គ្រាប់បែកដែលមើលមិនឃើញប៉ុន្តែចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺរយៈចម្ងាយហោះហើររបស់វាយន្តហោះនេះអាចហោះហើរបានជាង 11000 គីឡូម៉ែត្រដោយមិនបាច់ចាក់ប្រេងបន្ថែមនេះមានន័យថាវាអាចហោះហើរពីសហរដ្ឋអាមេរិកឆ្លងកាត់មហាសមុទ្រទាំងមូលដើម្បីបំពេញបេសកកម្មហើយត្រឡប់មកផ្ទះវិញបានយន្តហោះទម្លាក់គ្រាប់បែកនេះនីមួយៗមានតម្លៃជាង $2000 លានអាមេរិកដោយសារតែហេតុផលនេះហើយទើប B2 Spirit ត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនសង្គ្រាមដ៏មានឥទ្ធិពលបំផុតមួយដែលមិនធ្លាប់ត្រូវបានបង្កើតឡើងវាជាយន្តហោះដ៏ស្ងប់ស្ងាត់ខ្លាំងនិងទំនើបខ្លាំងដែលនៅពេលនរណាម្នាក់ដឹងថាវាបានមកដល់បេសកកម្មគឺត្រូវបានបញ្ចប់រួចទៅហើយ